រងបោះឆ្នោតជ្រើសរើសបានមេដឹកនាំកម្ពុជាថ្មីតែមិនខ្ចីប្រាប់ឈ្មោះអ្នកណាជាអ្នកមេដឹកនាំកម្ពុជាថ្មីគេបោះឆ្នោតយ៉ាងម៉េចមានប្រជុំបោះឆ្នោតយ៉ាងម៉េចបើស្រុកនាំគ្នាចូលរុនកដុលអស់ហើយហ្នឹងហើយទៅគ្រាប់ធ្លាក់គ្រប់ខ្ទីគ្រប់កន្លែងអស់ហើយសូម្បីតែថ្ងៃមុនហ្នឹងគ្រាន់តែបបោហ្នឹងណាប្រកបប្រកាសហៅគ្នាមករកប្រជុំហ្នឹងគេទម្លាក់ខ្ទេចអាគារដែលប្រជុំហ្នឹងចោលទៀតហើយក៏ឮព័ត៌មានថាមានអ្នកនេះអ្នកនោះកូនអ្នកនេះអ្នកនោះអីយកមកឡើងធ្វើជាមេដឹកនាំកម្ពុជាហ្នឹងគឺថាព័ត៌មានហ្នឹងគឺពុលហើយដោយសារតែរឿងព័ត៌មានពុលហ្នឹងគឺជាព័ត៌មានរបៀបចិត្តសាស្ត្រសង្គ្រាមច្រើនឃោសនាផ្សព្វផ្សាយដើម្បីធ្វើឲ្យអ៊ីរ៉ង់ហ្នឹងមើលទៅហ្នឹងគឺថាមិនទាន់ទៅណាទេមិនទាន់រៀបដល់ដីទេគឺគាត់រៀបចំរចនាសម្ព័ន្ធរបស់គេគឺរឹងមាំដើម្បីទប់ទល់អ៊ីស្រាអែលនិងអាមេរិកវិញអីឡាក់ហ្នឹងគឺបានដៃក្រុមឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជានឹងយកមកបំផោងថែមទៅពលឹះថែមទៅថាអ៊ីរ៉ង់គេមិនចោះចាញ់អាមេរិកមិនចោះចាញ់អ៊ីស្រាអែលទេអីឡាក់ហើយអាមេរិកខ្ញុំខ្មែរយើងធ្វើនយោបាយហាក់បីដូចជាក្មេងបៀមដៃយើងខ្ញុំអត់យល់យើងនៅពេលដែលអាមេរិកកំពុងតែកាលពីមុនជេរអាមេរិកអូយជេររឿងអាមេរិកស្អីក៏ខុសស្អីទម្លាក់គ្រាប់បែកលើក្បាលខ្មែរអីឡាក់នឹងឡាក់អូយធ្វើទុកបុកម្នេញស្អីណាមកបច្ចេះបដៅខ្មែរចេះអីរករឿងអាមេរិកទៅអែបចិនអោបអីចឹងទៅដល់ពេលឆ្លោះគ្នាជាមួយថៃងាកមកអាមេរិកពេកលោកត្រាំធ្វើស្អីក៏ត្រូវដែរពានរង្វាន់សន្តិភាព Nobel សន្តិភាពគួរតែបានអាមេរិកនឹងគឺជាអ្នកដែលប្រជាធិបតេយ្យជួយខ្មែរជួយអីដល់ពេលឥឡូវអ៊ីរ៉ង់នឹងមានបញ្ហាអាមេរិកបីអ៊ីរ៉ង់មកឆ្លោះគ្នាជាមួយអាមេរិកទៀតថាអាមេរិកនឹងស្អីណាបំពេញអីណាក្រុមឃោសនិកគេមិនជំហររដ្ឋាភិបាលទេឃោសនិកប៉ុន្តែឃោសនិកចេញទៅផ្លូវហ្នឹងហើយគឺរដ្ឋាភិបាលទៅផ្លូវហ្នឹងហើយព្រោះមានគៀបៈតែឃោសនិកគេចេញមកហ្នឹងគឺបរដ្ឋាភិបាលនេះគេចេញសារអីស្អំឬក៏កោះប្រជុំផ្ទៃក្នុងអីកុំឲ្យជ្រួលច្រាលជ្រួលច្បល់អីវាយប្រហារអាមេរិកប៉ុន្តែអត់ទេប្រឡែងតាមធម្មតាចាំន័យថានេះគឺជានិន្នាការមួយដែលនយោបាយភ្លើងច្បាំងចាំបានខ្ញុំប្រាប់ថាអាមេរិកគេស្គាល់កាយៅខ្មែរយើងច្បាស់ណាស់គឺយើងចង់បោកគេចង់ប្រើគេវាអត់បានប្រយោជន៍អីទេអញ្ចឹងបើខ្ញុំថាកុំទៅសង្ឃឹមបរទេសថាជួយខ្មែរអីបានមានតែខ្មែរជួយខ្លួនឯងទេយើងស្អប់អាមេរិកអែបចិនដល់តែពេលមានការវាន់ក្បិនទៅរកអាមេរិកមកជួយអាមេរិកក៏គេជួយរបៀបដូចខ្ញុំបានបញ្យល់ច្រើនសារអាមេរិកជួយខ្មែរគឺជួយនៅក្នុងន័យដូចម៉ែឪមើលឃើញកូនដូចថាទន្ទ្រាំជើងយំបុកក្បាលនៅអញ្ចឹងតាមពិតកូនឈឺក្បាលហើយប៉ុន្តែម៉ែឪហ្នឹងក៏វាឈឺចិត្តបើបដ ாய் ឲ្យបោកក្បាលអញ្ចឹងពកដូចប៉ុនផ្លែកសាំងផ្លែសមទៅឬក៏ក្រក់ខ្វាំគ្រាខួរក្បាលទៅជាកើតជាជំងឺពិការខួរក្បាលអីអ្នកណាមើលកូនម៉ែឪហ្នឹងក៏ខ្លាចពិបាកទៅទៀតអស់លុយអស់កាក់ច្រើនអញ្ចឹងក៏ទៅលួងអញ្ចឹងដែរប៉ុន្តែអត់ព្រមថែខ្លួនអត់ព្រមមើលខ្លួនធ្វើឲ្យល្អឲ្យម៉ែឪធូរចិត្តទេរហតែកន្លែងណាធ្វើស៊ីអារម្មណ៍របស់ម៉ែឪចឹងទៀតហ្នឹងគឺអ្វីដែលខ្មែរធ្វើទៅអែបចិនទៅធ្វើលេនឋានពលានយន្តហោះតារាសាគរឲ្យយន្តហោះបដិញចិនឬចម្បាំងអាចចោះចតបានដែរអត់ត្រូវការយន្តហោះតារាសាគរយើងត្រូវការអីយើងត្រូវការពលានយន្តហោះនៅតារាសាគរយកមកធ្វើអីនៅកំពង់សោមក៏មានពលានយន្តហោះថ្មីនៅសៀមរាបក៏មានពលានយន្តហោះថ្មីនៅកន្លែងស្អីទៅមកស្អីនៅកដាលស្ទឹងហ្នឹងពលានយន្តហោះដៃជោអីគេណានោះហ្នឹងក៏ទៅមានថ្មីរួយដីខ្មែរប្រប៉ិនសបកក្តាមបើថាពលានយន្តហោះដែលនៅក្បែរគ្នាហ្នឹងជិះហោះបើថាហោះចុះនៅកំពង់សោមបើចង់ហោះមកបំពេញតែ10-20នាទីហោះដល់ហើយហ្នឹងវាអត់មានថាអូតតែ10ម៉ោងបានទៅដល់ពលានយន្តហោះមួយវាអត់មានត្រូវការមានពលានយន្តហោះធំនៅតារាសាគរហ្នឹងដែលអាចដាក់យន្តហោះបដិញរបស់ថៃរបស់ចិនទៅបានអីអញ្ចឹងទៀតទេអញ្ចឹងគេសង្ស័យថាហ្នឹងធ្វើដើម្បីចិនតែយើងចេះថាអត់ទេដើម្បីគម្រោងអភិវឌ្ឍយើងធ្វើនៅពេលដែលមានតម្រូវការចាក់ស្ដែងពលានយន្តហោះយើងមានថ្មីទាំងអស់តែថែមថយមកអាពលានយន្តហោះប៉ូចតុងលុបចោលទៅធ្វើអាថ្មីនៅក្បែរហ្នឹងតើពលានទាំងហោះទាំងអស់ហ្នឹងសុទ្ធតែដាក់ប៊ូអ៊ីងដាក់អីបានទាំងអស់នៅកំពង់សោមក៏អញ្ចឹងស៊ីមរៀបថ្មីក៏អញ្ចឹងទៅហេតុអីបានជាយើងគិតថាចាំបាច់ត្រូវតែមានអាយន្តហោះពលានយន្តហោះនៅឯតារាសាគរអាហ្នឹងដែលគេថាមកពីយើងលុះក្រោមអធិបុលចិនយកលុយគេមកធ្វើទៅចិនគេបន្លំអភិវឌ្ឍផងប៉ុន្តែក្នុងពេលជាមួយគ្នាគេធ្វើពលានយន្តហោះហ្នឹងឲ្យធំមានពីរត់ដើម្បីអាចដាក់យន្តហោះបដិញរបស់ចិនក្នុងករណីដែលបើកម្ពុជាត្រូវការឲ្យចិនខ្ចីប្រើនៅពេលដែលមានសង្គ្រាមឆ្លោះគ្នារឿងកោះតៃវ៉ាន់រឿងអីទៅថ្ងៃអនាគតគឺខ្មែរអាចនឹងឲ្យចិនប្រើមូលដ្ឋានពលានយន្តហោះនឹងបានពួកអីជំនួយរបស់គេហ្នឹងហើយចិនក៏មានគោលដៅគេអញ្ចឹងយើងគិតថាជាការអភិវឌ្ឍល្អហើយនរណាក៏ចង់បានការអភិវឌ្ឍដែរប៉ុន្តែវាអត់ទាន់ត្រូវការចាំបាច់ហើយវាធ្វើឲ្យមានមន្ទិលហើយចឹងគេចេះតែរឿងគេសង្ស័យគេអីទៅយើងទៅចោទប្រកាន់គេថាយើងស្ទះការអភិវឌ្ឍគ្មាននរណាគេទប់ការអភិវឌ្ឍរបស់ខ្មែរទេប៉ុន្តែយើងអត់បានអភិវឌ្ឍដោយលុយរបស់យើងទេលុយរបស់ចិនហើយជំនួយរបស់ចិនឬក៏ការដែលវិនិយោគរបស់ចិនវាមានមន្ទិលច្រើនណាស់នៅលើពិភពលោកនេះគឺវាមន្ទិលគេជួយយើងគេឈឺឆ្អាលខ្មែរយើង17លានអ្នកក្រោមការដឹកនាំរបស់រដ្ឋាភិបាលសពថ្ងៃគេថាយើងអត់ចេះសម្រេចអីខ្លួនឯងសម្រេចទៅក៏ប៉ុន្តែគេភ័យដូចខ្ញុំនិយាយចឹងកូនណានៅពេលដែលនាលនៅក្នុងផឹកជាកូនរបស់យើងតាមចិត្តខឹងថាបដ ாய் មកខ្យល់ទៅព្រោះអីក្មេងខូចហើយដល់ពេលប្របាច់ក្នុងផុកទៅវាកើតរោគកើតស្អីទៅឈឺគ្រុនក្តៅទៅអ្នកណាយកទៅមើលម៉ែឪនឹងត្រូវដឹកទៅមើលព្រោះកូនហើយយើងទៅលេងអាលបែងមួយគឺអត់ព្រមដើរចេញពីអាផុកអត់ព្រមកុំបោកក្បាលនៅអញ្ចឹងទេគឺយើងធ្វើឲ្យគេយើងធ្វើឲ្យទៅជាបន្ទុកយើងធ្វើឲ្យខ្លាចទៅជាជនរងគ្រោះហើយទាញការអាណិតអាសូរ
ឈប់បានឈប់ទៅកុំធ្វើនយោបាយបែបហ្នឹងខ្មែរយើងត្រូវមានភាពរឹងមាំខ្លួនឯងធ្វើឲ្យយើងខ្លាចជាមនុស្សដែលគេខ្វះអត់បានជាជាងការធ្វើឲ្យមនុស្សគឺជាបន្ទុកប៉ុន្តែគេខ្វះយើងអត់បានដែរដោយសារតែដើរចោលគាត់ទៅវាអត់ស្រួលទេវាប៉ះពាល់សិលធម៌សេចក្តីថ្លៃថ្នូរព្រោះមកមួយគ្នាទៅមួយគ្នាបកូនចៅជួយមើលជួយអីតែយើងនៅធ្វើឲ្យជាបន្ទុកអញ្ចឹងដល់តែពេលមានការអីត្រូវស្អំចិត្តអាមេរិកត្រូវអញ្ចឹងតទៅពេលត្រូវរករឿងគេឥឡូវមកដល់ពងរករឿងទៀតទៅសរសើរអ៊ីរ៉ង់សរសើរអីណាហើយអ៊ីរ៉ង់ចូលរួមក្រាមអស់ហើយនិយាយពីសរសើរគ្រប់ម៉ាត់ម៉ោងណាក៏អ៊ីរ៉ង់ប៉ាកែម៉ោងណាក៏អ៊ីរ៉ង់បាញ់ធ្លុះធ្លាយតិចទីអស់ប៉ុន្តែខ្ទេចអស់ហើយហេដ្ឋារចនាសម្ព័ន្ធថ្ងៃនេះណាថ្ងៃនេះអ៊ីស្រាអែលនិងអាមេរិកទម្លាក់គ្រាប់ទៅលើរោងចក្រចម្រាញ់ប្រេងដែលជាសំណង់ស៊ីវិលជាលើកដំបូងហើយរឿងនេះជារឿងដែលឈឺចាប់ដែរនិយាយទៅយើងជាអ្នកដែលមិនស្រឡាញ់សង្គ្រាមយើងមិនចង់ឲ្យមានអំពើនេះកើតឡើងសង្គ្រាមនៅអ៊ីរ៉ង់ចាប់ផ្ដើមកើនមួយកម្រិតទៀតតកតងទៅនឹងការវាយប្រហារគោលដៅផ្សេងទៀតដែលពីដើមមកអត់ដែលជាគោលដៅទេយើងដឹងហើយពីមុនមកវាយតែគោលដៅយោធាហើយនឹងមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ទេដល់ពេលតែស្លាប់អស់30-40នាក់ហើយកំតិចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ស្ទើររៀបដល់ដីអ៊ីរ៉ង់ក៏ចេញមកសុំទោសតកតងនឹងការប្លង់ដាក់សម្ព័ន្ធមិត្តអាមេរិកអីឡាក់ដឹងតែខ្លួនទៅមិនរួចតែក៏ពេលហ្នឹងអ៊ីរ៉ង់ក៏នៅតែមានឥទ្ធិពលមួយដែររបស់ខ្លួនហ្នឹងព្រោះអីមិនចង់ឲ្យប្រជាពលរដ្ឋជឿថាខ្លួនបាក់បបខ្លោបខ្លាចព្រោះនៅមានទាហានបដិវត្តរបស់អ៊ីរ៉ង់ច្រើនណាស់ពួក Revolutionary Guard របស់គេនោះគឺស្មោះស្ម័គ្រសិតតែគេហៅថាស្អែកស្លាប់ក្រុមស្អែកស្លាប់ហ្នឹងគឺថាស្មោះស្ម័ក្របដូរផ្ដាច់ជាមួយមេដឹកនាំអ៊ីរ៉ង់ស្ទើរតែស្លាប់ចូលក្នុងភ្នូជាមួយគ្នាអត់មានទៅចោលគ្នាទេដូច្នេះដើម្បីស្អំចិត្តអ្នកទាំងអស់នោះគឺគេត្រូវការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធមួយឲ្យកុំឲ្យបាក់បបខ្លោបខ្លាចឬក៏អីចឹងចេះតែនៅស្រែកទៀតទៅយកព័ត៌មានអន្តរជាតិទូជាយានទៅប៉ុន្តែមិនដឹងនៅណាទេបាញ់ចេញពីរោងដីរោងអីមកឥឡូវអាមេរិកកំតិចខ្ទេចខ្ទីអស់បងប្អូនវានេះសកម្មនេះធំធេងណាស់យើងវាឈឺចាប់ជំនួសការភាពខ្ទេចខ្ទាំប៉ុន្តែប្រជាពលរដ្ឋអ៊ីរ៉ង់ក៏មានសេចក្តីសង្ឃឹមថ្មីដែរថាបើវាខ្ទេចមួយសារអញ្ចឹងទៅបានការដឹកនាំថ្មីទៅយ៉ាងហោចណាស់ក៏មានក្តីសង្ឃឹមថាខ្លួនមិនរស់វេទនាដូចសម័យខ្មែរក្រហមទេអញ្ចឹងដូចគ្នាអញ្ចឹងមេដឹកនាំថ្មីណាមកក៏ដោយទោះជាពិបាកយ៉ាងណាក៏គិតថាវាមិនដូចសម័យខ្មែរក្រហមដូចសម័យកាប់សម្លាប់សម័យអ៊ីរ៉ង់និយាយទៅសម័យខ្មែរក្រហមបាទឥឡូវនេះគឺអ្វីៗវាទៅដល់ដំណាក់កាលកាន់តែគៀកណាស់ទៅហើយព្រោះអីសង្គ្រាមនៅអ៊ីរ៉ង់នេះគឺអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយនៅតែដង្ហើមចង្រិតទេហើយដង្ហើមចង្រិតនេះគឺពួកគាត់ក៏នៅតែមិនចោះចាញ់ដែរព្រោះមេដឹកនាំផ្ដាច់ការកម្រទទួលថាបរាជ័យណាស់ទាល់តែគេអូសកកយកមកទម្លាក់ដល់ដីហើយចឹងទៅបានក៏នៅតែស្រែកបានទៀតព្រោះអីអានេះគឺជាឈាមជ័រចរិតជាមេដឹកនាំផ្ដាច់ការគឺអញ្ចឹងគឺត្រូវតែអានេះគេដូចថាប្តីប្រពន្ធឆ្លោះគ្នាចឹងចរិតជាប្រុសថាបក្រាបប្រពន្ធបានគឺមិនចង់ឲ្យខ្មាស់គេទេជួនកាលរៀងនៅសំទោសខ្ញុំប្រើពាក្យរៀងដូចលើសតិចទៅគេហងរៀងនៅអីចឹងទៅគឺស្រែកខ្ទរពេញភូមិគេថាអូយអាជឹមវាយប្រពន្ធងាប់ទៀតហើយអីចឹងទៅឃើញវាយស្រែកឲ្យចឹងអ្នកស្រុកអីទៅជក់នាំគ្នាឡើងទៅជួយខ្លាចប្តីវាយប្រពន្ធទៅមើលប្រពន្ធអង្គុយលើកកជាប់នៅស្រែកយឺស្រែកប្រាប់គេប្រាប់ឯងថារៀងនៅដើម្បីឲ្យអ្នកភូមិហ្នឹងស្ដាប់មកថាគ្រាន់បើប៉ុន្តែប្រពន្ធអ្នកវាយទេជាន់បងប្អូននិយាយនេះជារឿងកំ pl ែងទេមិនចង់ឲ្យបងប្អូនយកអំពើហិង្សាអីមកដោះស្រាយនៅក្នុងគ្រួសារ